រឿងខ្សែជីវិតបុរសបែកខ្មៅកើតនៅខេត្តបន្ទាយមានជ័យហើយមានមិត្តភក្តិម្នាក់ដែលជាអ្នកកូនកាត់ហើយក៏បាននិយាយមកបុរសបែកខ្មៅថាឯងកើតមកខ្មៅហើយក្រទៀតជាតិនេះឯងគ្មានថ្ងៃតទេបុរសបែកខ្មៅឮហើយក៏អន់ចិត្តប៉ុន្តែធ្វើអីគេមិនបានក៏ដើរទៅផ្ទះតែម្ដងមួយឆ្នាំក្រោយមកបុរសបែកខ្មៅបានឡើងទៅភ្នំពេញបានធ្វើគ្រប់បែបគ្រប់យ៉ាងដើម្បីរកលុយចិញ្ចឹមជីវិតហើយក៏មានកំណត់ថាយើងកើតមកក្រខ្មៅប៉ុន្តែយើងមិនអាចឲ្យអ្នកដតីមកមើលងាយបានទេបុរសបែកខ្មៅនេះក៏មានកំណត់ថានឹងរកលុយទៅទិញលេណាដែលលាបទៅឲ្យសកុំឲ្យគេដៀទៀតបុរសបែកខ្មៅក៏បានចូលទៅក្នុងវត្តដើម្បីលួចស្បែកជើងវត្តដើម្បីយកទៅលក់ដើម្បីទិញលេហើយក៏មានលេដែលថ្លៃល្បីក៏ទិញយកមកប្រើពេលប្រើរួចហើយចុងបញ្ចប់ប្រើទៅអត់សបុរសស្បែកខ្មៅក៏មានអារម្មណ៍ថាបាក់ទឹកចិត្តក៏ឈប់ប្រើតែម្ដងថាលេលើលោកនេះគ្មានសទេលាបទៅក៏សមិនសដែរចៃដនអីខ្ញុំក៏បើកមើលទីងតុកក៏ឃើញមានក្រុមហ៊ុនមួយគាត់ថាគ្រាន់តែមានលេហើយនឹងគ្រីមផលិតផលណាមួយរបស់ក្រុមហ៊ុនលេខៀវនឹងខ្លាចជាអ្នកប្រម៉ូទហើយនឹងបានអវ៉ាន់ព្រីហើយខ្ញុំក៏ចិត្តក្នុងចិត្តថាអូលេតម្លៃធូរថ្លៃអញ្ចឹងលេធ្លាប់តែលាបលេតម្លៃថ្លៃបន្តផងលេធូរថ្លៃបែបហ្នឹងវាមិនសទេខ្ញុំក៏បានមកលេងខេត្តមួយហើយក៏បានប្រទះឃើញនឹងថង់ខ្មៅមួយហើយក៏បើកឃើញឈុតលេខៀវហើយខ្ញុំក៏គិតថាអូទោះមិនបានជាអ្នកប្រម៉ូទក៏យើងលាបទៅសសា